យល់សប្តិឃើញវត្ថុបុរាណឬប្រាសាទមានអត្ថន័យយ៉ាងណាសុបិនឃើញវត្ថុបុរាណផ្សេងសុទ្ធតែបង្ហាញពីវត្ថុបំណងនៃហេតុការណ៍ក្នុងយល់សប្តិឲ្យយើងបានដឹងពីរឿងរ៉ាវនៅខាងក្រៅបច្ចុប្បន្ននេះខ្លះជាប្រផ្នូលខ្លះជាហេតុភេទឬរឿងមិនសមប្រកបណាមួយក្នុងជីវិតសុបិនឃើញវត្ថុបុរាណបញ្ជាក់បានថាក្នុងអំឡុងពេលនេះអ្នកនឹងមានសុខភាពល្អគ្មានជំងឺដំកាត់ណាមកយាយីជាពិសេសអាយុកាន់តែវែងតែសារសុខភាពអ្នកល្អសុបិនទិញវត្ថុបុរាណបានន័យថាអ្នកនឹងទទួលបានរបស់មានតម្លៃឬអ្វីដែលមកក្នុងទម្រង់គ្រឿងអលង្ការឬនឹងទទួលមរតកពីដូនតាមកដោយមិនដឹងខ្លួនសុបិនឃើញទីក្រុងបុរាណបញ្ជាក់ថានៅក្នុងកិច្ចការងារឬដំណើរផ្លូវឆ្ងាយអ្នកនឹងជួបសំណាងល្អជាពិសេសទោះបីជាជួបបញ្ហានានាតាមផ្លូវក៏ប្រសើរឡើងវិញដែរសុបិនឃើញវិមានបុរាណមានន័យថាចំពោះមនុស្សនៅលាវប្រកាសជាជួបស្នេហាពិតដែលប៉ងមកជាយូរហើយចំណែកអ្នករៀបការរួចមិនថាថ្មីថ្មោងឬយូរនោះទេអាចនឹងមានកូនប្រុសស្រីសូមមកចាប់កំណើតក្នុងពេលនេះសុបិនឃើញជញ្ជាំងបុរាណបញ្ជាក់ថាអ្វីដែលអ្នកមាននៅក្នុងចិត្តឬកំពុងធ្វើអាចជួបឧបសគ្គមករារាំងខណៈនេះវាត្រូវការពេលវេលានិងឆន្ទៈក្នុងការធ្វើវាបន្ថែមទៀតសូមខិតខំឲ្យស្វាធ្យាយក្នុងកិច្ចការនេះឲ្យមែនទែនបើអ្នកខ្ជិលឬប្រឡែងដៃអ្នកនឹងបាត់បង់ឱកាសល្អនេះមិនខានឡើយទំនាយពីការយល់សប្តិឃើញរថភ្លើងសុបិនឃើញរថភ្លើងយោងតាមការព្យាករណ៍បានបញ្ជាក់ថាការរស់នៅបច្ចុប្បន្ននេះអាចថាពិបាកបន្តិចប៉ុន្តែកុំបារម្ភព្រោះមនុស្សជំនវិញខ្លួននឹងឆោងទៅជួយអ្នកហើយឆ្លងកាត់វាដោយខ្លួនឯងនាពេលនេះបើមានអ្វីមួយចូលមកក្នុងជីវិតត្រូវគិតថាជារឿងល្អៗសម្រាប់ខ្លួនហើយឆោងយកឱកាសនេះមកវិញស្នេហាសម្រាប់មនុស្សដែលនៅលាវនាពេលបច្ចុប្បន្ននេះនឹងមានសាច់ញាតិជាមនុស្សចាស់មកជួយជ្រោមជ្រែងរឿងគូស្រករដែលចង់បានមកជាយូរហើយចំណែកអ្នកដែលមានដៃគូរួចអាចនឹងឆ្លោះប្រកែកគ្នាពីពេលមួយទៅមួយពេលដូច្នេះគួរតែរក្សាភាពស្ងប់ស្ងាត់ហើយនិយាយដោយសមហេតុផលជាជាងប្រាអារម្មណ៍ធ្វើឲ្យអ្វីៗគ្រប់យ៉ាងទៅឆ្ងាយពីគ្នាការងារដែលអ្នកកំពុងធ្វើអាចមើលទៅគួរឲ្យធុញសម្រាប់អ្នកប៉ុន្តែបើយើងមិនធ្វើការលំបាកមិនឃើញវឌ្ឍនភាពក្នុងពេលនេះសូមណែនាំឲ្យអ្នកអត់ធ្មត់ហើយរងចាំឱកាសល្អៗនឹងរត់មករកអ្នកនៅពេលនោះអាជីពរបស់អ្នកនឹងដំណើរការល្អវិញមិនខានឡើយហិរញ្ញវត្ថុសម្រាប់អ្នកដែលបើកអាជីវកម្មផ្ទាល់ខ្លួនក្នុងអំឡុងពេលនេះអាចនឹងមានបញ្ហាហិរញ្ញវត្ថុបន្តិចបន្តួចប៉ុន្តែមិនធ្វើឲ្យអ្នកញាប់ញ័រពេកនោះទេសុបិនឃើញរថភ្លើងប្រសិនបើអ្នកសុបិនឃើញផ្លូវរថភ្លើងដែលស្របគ្នាឬសុបិនចង់ដើរតាមផ្លូវដែកវាអាចមានន័យថាអ្នកនឹងត្រូវផ្លាស់ប្ដូរការងារឬទីលំនៅដែលរស់នៅសប្តាហ៍នេះសុបិនឃើញរថភ្លើងបុរាណតាមព្យាករណ៍បង្ហាញថាអ្នកនឹងមានការឆ្លោះប្រកែកគ្នាជាមួយមនុស្សនៅក្នុងផ្ទះដូច្នេះប្រយ័ត្នកុំឲ្យភាពតានតឹងកើនឡើងរហូតដល់វាក្លាយជាបញ្ហាចោទចំណែកសុខភាពខ្លួនឯងនិងមនុស្សក្នុងផ្ទះក្នុងរយៈពេលនេះមិនសូវល្អប៉ុន្មានទេត្រូវតែប្រុងប្រយ័ត្នបន្តិចសុបិនឃើញរថភ្លើងជាច្រើនក្នុងរយៈពេលនេះសំណាងរបស់អ្នកនឹងល្អតែមានអ្នកមកជួយបើពេលនេះមានអារម្មណ៍មិនសូវស្រួលនិងមានក្តីបារម្ភដែលត្រូវបញ្ចេញបេះដូងទៅអ្នកដទៃអ្នកអាចបញ្ចេញវាបានសុភមង្គលរបស់អ្នកនឹងកើតចេញពីការបន្ទាបខ្លួនជាមួយមនុស្សចាស់និងជុំវិញខ្លួនសុបិនឃើញរថភ្លើងរត់លើផ្លូវរថភ្លើងប្រយ័ត្នមានគ្រោះអាក្រក់ឬគ្រោះថ្នាក់ដល់ក្នុងផ្ទះអ្នកនឹងជួបប្រទះនឹងការខកចិត្តការសោកស្ដាយចំពោះអ្វីដែលអ្នកមានអារម្មណ៍ថាអ្នកមិនបានរំពឹងឬសង្ឃឹមហើយមិនបានបំពេញតាមការរំពឹងទុកសុបិនឃើញរថភ្លើងបុកឬសុបិនឃើញរថភ្លើងធ្លាក់ផ្លូវលាភសំណាងនៅទិសខាងជើងជាទិសល្អសម្រាប់អ្នកតែចូលប្រយ័ត្នពាក្យសម្ដីនាំឲ្យមានចំនួនពេលនេះហោរាសាស្ត្រស្នេហារបស់អ្នកកំពុងឡើងខ្ពស់ប្រយ័ត្នអតីតអ្នកត្រឡប់មកសុំការផ្សះផ្សាប្រសិនបើអ្នកកំពុងស្វែងរកអ្នកថ្មីនោះជាវិធីដើម្បីបោះបង់គំនិតទាំងអស់បើអ្នកគិតចង់មាននរណាម្នាក់សុបិនជិះរថភ្លើងប្រសិនបើអ្នកសុបិនចង់ជិះរថភ្លើងមានន័យថាអំឡុងពេលនេះអ្នកនឹងបញ្ចប់សំណាងអាក្រក់ដែលចូលមកក្នុងជីវិតមុនឬអាចជាសះស្បើយពីជំងឺឈ្នះលើសត្រូវណាដែលមានបំណងមកប៉ងអាក្រក់លើអ្នកជាឆ្ងាយចាក់អំពើលើគេវិញមិនខានយល់សប្តិឃើញឆ្កែខំជាប្រផ្នូលកុំឲ្យប្រហែសយល់សប្តិឃើញឆ្កែដេញខំយល់សប្តិនេះ
ដាស់តឿនអ្នកឲ្យប្រយ័ត្នពាក្យសម្ដីរបស់ខ្លួនព្រោះមាត់អាចនាំបញ្ហាធំជាមួយអ្នកដទៃយល់សប្តិឃើញឆ្កែឆ្កួតខាំចូលប្រយ័ត្នត្រូវគេបង្កាច់បង្ខូចទាំងការងារនិងរឿងលុយកាក់ជាពិសេសគោលប្រជែងរកស៊ីអ្នកអាចមានមិត្តរួមការងារដៃគូអាជីវកម្មឬមិត្តភក្តិជិតស្និទ្ធបង្ខូចឈ្មោះដោយព្រោះប្រជែងប្រយោជន៍ដូច្នេះមិនថាអ្នកធ្វើអ្វីឬនិយាយអ្វីក្នុងអំឡុងពេលនេះចូលប្រយ័ត្ននិងត្រូវរៀនទប់ចិត្តឲ្យនឹងបើមិនដូច្នេះទេអ្នកនឹងមានបញ្ហាដែលធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិនិងលុយកាក់យល់សប្តិឃើញឆ្កែខាំដៃស្ដាំក្នុងអំឡុងពេលនេះអ្នកអាចជួបនឹងមនុស្សច្រើនទាំងមនុស្សអាក្រក់ដែលមកស្គាល់ព្រោះតែប្រយោជន៍និងមនុស្សដែលអ្នកអាចពឹងពាក់បានចំពោះអ្នកនៅលាវប្រសិនឃើញឆ្កែខាំដៃស្ដាំក្នុងយល់សប្តិក្នុងរយៈពេលនេះអ្នកនឹងមានដំណឹងល្អអំពីគូជីវិតយល់សប្តិឃើញឆ្កែខាំដៃឆ្វេងជីវិតការងារនឹងមានការផ្លាស់ប្ដូរប៉ុន្តែលទ្ធផលល្អឬមិនល្អអាស្រ័យលើអ្នកផ្ទាល់ជាអ្នកចរចាចំណែកអ្នកនៅលាវនឹងរកបានមនុស្សដែលខ្លួនពេញចិត្តនៅកន្លែងការងារយល់សប្តិឃើញឆ្កែខាំជើងអ្នកមានឱកាសធ្វើដំណើរឆ្ងាយឬទៅបំពេញការងារនៅបរទេសមួយរយៈពេលនេះអ្នកនឹងហត់បន្តិចប៉ុន្តែវានឹងទទួលបានជោគជ័យធំផងដែរយល់សប្តិឃើញឆ្កែខាំអ្នកផ្សេងទោះទីថាអ្នកនឹងជួបមនុស្សដែលមានគំនិតដូចគ្នាមិនថាអាជីពឬជីវិតគូឡើយយល់សប្តិឃើញឆ្កែខាំគ្នាក្នុងជីវិតពិតអ្នកគួរប្រយ័ត្នខ្លាំងចំពោះហិរញ្ញវត្ថុផ្ទាល់ខ្លួនព្រោះអាចមានបញ្ហាថ្លៃចំណាយដែលមិននឹកស្មានដល់ឬអាចបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិច្រើនហួសការរំពឹងទុកយល់សប្តិឃើញឆ្កែលិតជើងទោះទីថាសត្រូវនឹងក្លាយទៅជាមិត្តមនុស្សដែលមានការយល់ច្រឡំនឹងត្រឡប់មកនិយាយនិងយល់ចិត្តគ្នាម្ដងទៀតស្វែងយល់បន្ថែមអំពីការបកស្រាយសុបិនអំពីសត្វក្ងោកមួយក្បាលយោងតាមលោក Ibn Sirin ក្ងានក្នុងសុបិនប្រសិនបើសត្វក្ងានតំណាងឲ្យបុរសម្នាក់នៅក្នុងសុបិននេះបង្ហាញពីបុរសម្នាក់ដែលរងទុក្ខពីទុក្ខព្រួយនិងការព្រួយបារម្ភសត្វក្ងានក្នុងសុបិនក៏អាចជានិមិត្តរូបដល់កូនឈ្មោលផងដែរជាពិសេសនៅក្នុងសុបិនបរបាញ់តើតើនឹងការចិញ្ចឹមសត្វក្ងានក្នុងសុបិនលោក Ibn Sirin ជឿថានេះមានន័យថាជាកម្មសិទ្ធិឬការអនុគ្រោះដល់ក្រុមមនុស្សថ្លៃថ្នូរដែលសុបិនទទួលបានជីវភាពនិងប្រកាសចំពោះការឃើញក្ងានហោះក្នុងសុបិនវាអាចបង្ហាញពីសមត្ថភាពនិងជំហរដែលអ្នកសុបិនអាចសម្រេចបានប្រសិនបើគាត់ស័ក្តិសមនឹងវានៅពេលដែលសត្វក្ងានធ្លាក់ចូលទៅក្នុងផ្លូវរបស់អ្នកសុបិនក្នុងពេលសុបិននេះគឺជាដំណឹងល្អតើការយល់សប្តិឃើញសត្វក្ងានក្នុងសុបិនយោងទៅតាមលោក Ibn Sirin មានន័យយ៉ាងណានៅពេលដែលមនុស្សម្នាក់ឃើញសត្វក្ងាននៅក្នុងសុបិនរបស់គាត់នេះបង្ហាញពីដំណឹងល្អនៃភាពល្អបរិបូរណ៍និងសេចក្តីរីករាយប៉ុន្តែប្រសិនបើសត្វក្ងានដែលលេចឡើងក្នុងសុបិនមានពណ៌ខ្មៅនោះវាប្រាប់ដំណឹងអាក្រក់និងទុក្ខព្រួយសម្រាប់បុរសដែលរៀបការហើយដែលរកឃើញថាខ្លួនគាត់ឆ្លងជំងឺកញ្ជ្រិលក្នុងសុបិននេះបង្ហាញថាគាត់នឹងសម្រេចបាននៅមុខតំណែងការងារដ៏មានកិត្តិយសនិងពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់គាត់ម្យ៉ាងទៀតការឃើញពងក្រួចបង្ហាញពីការមកដល់នៃដំណឹងដ៏រីករាយនិងការកើនឡើងនៃពរជ័យក្នុងជីវិតរបស់អ្នកដែលបានឃើញពួកគេសម្រាប់ស្ត្រីដែលរៀបការហើយដែលសុបិនអំពីសត្វក្ងាននេះគឺជាសញ្ញានៃការមកដល់នៃទារកថ្មីតើអ្វីទៅជាការបកស្រាយនៃការរកឃើញក្ងានក្នុងសុបិនសម្រាប់ស្ត្រីរៀបការសុបិនអំពីសត្វក្ងានដ៏គួរឲ្យទាក់ទាញដែលចាប់អារម្មណ៍ស្ត្រីដែលរៀបការបានប្រកាសដំណឹងល្អនិងអនាគតពោរពេញដោយភាពរីករាយប្រសិនបើអ្នកទិញសត្វក្ងានក្នុងសុបិននេះប្រាប់ពីដំណើរកម្សាន្តដែលអ្នកនឹងទៅក្នុងពេលឆាប់ៗនេះសត្វក្ងានពណ៌សនៅក្នុងសុបិនគឺជានិមិត្តរូបនៃសេចក្តីរីករាយនិងគ្រាដ៏រីករាយខណៈពេលដែលឃើញសត្វក្ងានខ្មៅព្រមានពីការច្រណែននិងអារម្មណ៍អវិជ្ជមានតើការបកស្រាយរបស់ Ghost ខាំនៅក្នុងសុបិនមួយគឺជាអ្វីនៅពេលដែលមនុស្សម្នាក់ឃើញនៅក្នុងសុបិនរបស់គាត់ថាសត្វក្ងានកំពុងខាំគាត់នេះអាចបង្ហាញពីវត្តមាននៃឧបសគ្គនិងការលំបាកក្នុងជីវិតរបស់គាត់
ជាពិសេសប្រសិនបើអ្នកសុបិនជាបុរសចាក់ខុសវិស័យនេះអាចជាសញ្ញាបង្ហាញថាគាត់កំពុងប្រឈមមុខនឹងបញ្ហាប្រឈមនិងសម្ពាធជាច្រើនរួមទាំងការបង្កើនទំនួលខុសត្រូវក្នុងគ្រួសារផងដែរប្រសិនបើស្ត្រីដែលរៀបការហើយឃើញកង្ហានតូចៗនៅក្នុងសុបិននេះអាចឆ្លុះបញ្ចាំងពីបទពិសោធន៍វិជ្ជមានដែលមករកនាងដូចជាពរជ័យក្នុងជីវភាពរស់នៅនិងដំណឹងល្អហើយវាសន្យាថានឹងមានគ្រួសារមានសុភមង្គលនិងមានស្ថិរភាពខណៈពេលដែលឃើញសត្វពុកពេអាំងគឺជាសញ្ញានៃការរងទុក្ខពីបញ្ហានិងកង្វល់ជាច្រើនដែលរំខានដល់សន្តិភាពនៃជីវិតការបកស្រាយសុបិនអំពីសត្វកង្ហានសម្រាប់ស្ត្រីមានផ្ទៃពោះប្រសិនបើស្ត្រីមានផ្ទៃពោះបានឃើញសត្វកង្ហាននៅក្នុងសុបិននោះនេះគឺជាដំណឹងល្អដែលប្រកាសពីភាពប្រសើរឡើងនៃសុខភាពរបស់នាងនិងបំបត្តិការថប់បារម្ភនិងទុក្ខព្រួយរបស់នាងសត្វពពែពណ៌សនៅក្នុងសុបិនប្រាប់ទុកជាមុនថាស្ត្រីនឹងផ្ដល់កំណើតដល់ក្មេងស្រីខណៈពេលដែល Ghost ពណ៌ប្រផេះឬខ្មៅបង្ហាញពីកំណើតរបស់ក្មេងប្រុសប្រសិនបើនាងឃើញសត្វកង្ហានកំពុងរត់នេះជាសញ្ញាមួយដែលបញ្ជាក់ថាទីបញ្ចប់នៃការរងទុក្ខរបស់នាងដោយសារការឈឺចាប់នៃការសម្រាលកូនកំពុងតែខិតជិតមកដល់ហើយយល់សពឃើញកំភ្លើងឬត្រូវបានគេភ្ជង់ជាសញ្ញាឲ្យទឿនសតិប្រុងប្រយ័ត្នខ្ពស់កាយសុបិនឃើញកំភ្លើងឬឃើញខ្លួនឯងត្រូវគេភ្ជង់កំភ្លើងបំរុងបាញ់សម្លាប់នេះបើតាមជំនឿពីចាស់លោកថាឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់នៅពិភពនៃជីវិតពិតទន្ទឹមនោះរកសុបិនដែលបានឃើញតាមធម្មតាវាជាសញ្ញាចង់មកដាស់តឿនម្ចាស់សុបិននេះឯងសុបិនឃើញខ្លួនឯងចង់បាញ់កំភ្លើងបកស្រាយសុបិនថាអំឡុងពេលនេះអ្នកត្រូវប្រុងប្រយ័ត្នចំពោះអារម្មណ៍របស់ខ្លួនឯងដែលសំខាន់បំផុតពីព្រោះប្រសិនបើអ្នកបានធ្វើអ្វីមួយឆេវឆាវគ្មានសតិគ្រប់គ្រងនោះអាចនាំឲ្យមានការយល់ច្រឡំមានបញ្ហាធំកើតឡើងមិនខានសុបិនឃើញគេភ្ជង់កំភ្លើងបំរុងបាញ់សម្លាប់យើងមានន័យថាប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពលំបាកនឹងមានអ្នកតាមជួយរហូតដល់អ្នកអាចឆ្លងផុតឧបសគ្គនោះមកបានគេសុបិននេះមិនមែនអាក្រក់ឡើយវាជាសុបិនមួយនាំមកនូវភាពរីករាយក្នុងជីវិតពិតវិញទេសុបិនឃើញខ្លួនឯងត្រូវគេបាញ់ចិញ្ចៀមយោងតាមជំនឿចាស់ពីបុរាណលោកថាក្នុងអំឡុងពេលនេះអ្នកនឹងមានសំណាងមួយដែលកើតចេញពីការប្រថុយប្រថានខ្ពស់ឬមានសំណាងក្នុងការធ្វើដំណើរផ្លូវឆ្ងាយណាមួយនឹងឯងសុបិនឃើញសត្វខ្លាឃ្មុំខ្លាឃ្មុំទឹកកកខ្លាឃ្មុំខ្មៅតំណាងឲ្យសត្វតែមួយដែលមានអត្ថន័យដូចខាងក្រោមអត្ថន័យទូទៅសត្វខ្លាឃ្មុំត្រូវបានគេគិតថាជាមនុស្សដែលមិនសូវចេះប្រយ័ត្នប្រយែងនិងធ្វើការយឺតយ៉ាវដោយសាររាងកាយធំនិងរបៀបដែលវាធ្វើសកម្មភាពប៉ុន្តែវាមានអំណាចក្នុងការគំរាមកំហែងដល់មនុស្សដូច្នេះខ្លាឃ្មុំគឺជានិមិត្តរូបនៃភាពសាច់ដុំនិងមានកម្លាំងសុបិនឃើញខ្លាឃ្មុំដែលមានជីវិតគឺរំលឹកអ្នកឲ្យប្រយ័ត្នចំពោះការបំពានអ្វីម្យ៉ាងប្រសិនបើវាជាខ្លាឃ្មុំងាប់នោះក្តីសុបិនមានការពាក់ព័ន្ធនឹងលក្ខណៈអវិជ្ជមានប្រសិនបើវាជាខ្លាឃ្មុំបែបប្រដាប់ក្មេងលេងនោះសុបិនបង្ហាញថាអ្នកកំពុងស្វែងរកសុវត្ថិភាពយោងតាមជំនឿការយល់សប្តិឃើញសត្វខ្លាឃ្មុំជានិមិត្តរូបនៃថាមពលដ៏អស្ចារ្យនៃវិញ្ញាណខ្លាឃ្មុំក៏ជានិមិត្តរូបនៃសត្រូវនិងឧបសគ្គដែលអាចកើតមានក្នុងការងាររបស់អ្នកអញ្ចឹងហើយបើអ្នកសុបិនឃើញខ្លាឃ្មុំដែលរញ៉េរញ៉ៃឬមានសភាពគ្រោះថ្នាក់នោះវាបង្ហាញថាអ្នកកំពុងមានការព្រួយបារម្ភច្រើននៅពេលថ្មីៗនេះសុបិនឃើញខ្លាឃ្មុំបានរត់រុកអ្នកមានន័យថាអ្នកអាចនឹងប្រយុទ្ធប្រឆាំងនឹងគូប្រជែងដ៏ស្វិតស្វាញរយៈពេលជាយូរហើយត្រូវមានការប្រុងប្រយ័ត្នគ្រប់គ្រាន់ក្នុងការរកវិធីផ្សះផ្សាពីការការពារខ្លួនក្តីសុបិនដែលត្រូវបានខ្លាឃ្មុំដេញបង្ហាញថាគូប្រជែងរបស់អ្នកកំពុងតាមទាន់អ្នកហើយចង់យកឈ្នះអ្នកវាតំណាងឲ្យឧបសគ្គនៅក្នុងអាជីពរបស់អ្នកយល់សប្តិថាអ្នកត្រូវបានសម្លាប់ដោយខ្លាឃ្មុំបង្ហាញថាវានឹងមានបញ្ហានៅក្នុងជីវិតរបស់អ្នកហើយអ្នកនឹងត្រូវចាញ់ដោយគូប្រជែងដ៏ខ្លាំងម្នាក់នៅក្នុងការពិតអ្នកគួរតែចាត់វិធានការកិច្ចវះនិងវាយប្រហារចំណុចខ្សោយរបស់គេជាការពិតវិធីល្អបំផុតគឺប្រែក្លាយសត្រូវទៅជាមិត្តសម្រាប់ស្ថានភាពឈ្នះឈ្នះយល់សប្តិឃើញសត្វខ្លាឃ្មុំកំពុងរត់លេងបង្ហាញថាមានសុភមង្គលនាពេលខាងមុខយល់សប្តិឃើញខ្លាឃ្មុំរត់គេចខ្លួនបង្ហាញពីការបញ្ចប់នៃគ្រោះមហន្តរាយហើយសុភមង្គលនឹងចូលមកដល់
យល់សប្តិឃើញខ្លាឃ្មុំកំពុងស៊ីអ្វីម្យ៉ាងបង្ហាញថាអ្នកពូកែហើយអាចទទួលបានបទពិសោធន៍ក្នុងការជំនះការលំបាកហើយនឹងទទួលបានផលប្រយោជន៍សម្រាប់ខ្លួនឯងយល់សប្តិឃើញអ្នកបានសម្លាប់ខ្លាឃ្មុំបង្ហាញថាអ្នកនឹងជំនះឧបសគ្គក្នុងការងារឬជីវិតរបស់អ្នកហើយនឹងទទួលបានលទ្ធផលដែលអ្នកចង់បានយល់សប្តិឃើញគេសម្លាប់ខ្លាឃ្មុំវាមានន័យថាអ្នកនឹងទទួលបានជំនួយដើម្បីរំដោះខ្លួនចេញពីបញ្ហាអ្វីមួយយល់សប្តិឃើញខ្លាឃ្មុំដើរនៅលើភ្នំបង្ហាញថាអ្នកអាចនឹងមានស្មារតីខ្សោយនិងមានការប្រុងប្រយ័ត្នជ្រុលនាពេលថ្មីៗនេះហើយអ្នកត្រូវបង្ខំខ្លួនអ្នកដើម្បីឆ្ពោះទៅមុខដោយក្លាហានយល់សប្តិឃើញខ្លាឃ្មុំចុះពីកំពូលភ្នំបង្ហាញថាអ្នកអាចនឹងកើតរឿងក្តេកក្តាំងយល់សប្តិឃើញខ្លាឃ្មុំដើរនៅលើភ្នំហើយក៏បាត់ខ្លួននៅកំពូលភ្នំបង្ហាញថាអ្នកនឹងរួចផុតពីរឿងលំបាកទាំងឡាយយល់សប្តិឃើញខ្លាឃ្មុំងាប់អណ្ដែតលើទន្លេបង្ហាញថាអ្នកជិតខាងឬមិត្តរបស់អ្នកនឹងជួបគ្រោះថ្នាក់យល់សប្តិឃើញខ្លាឃ្មុំប្រែកាយជាមនុស្សហើយនិយាយជាមួយអ្នកផងជាច្រើនបង្ហាញថាមិត្តម្នាក់របស់អ្នកចេះបង្កើតទំនាក់ទំនងល្អជាមួយអ្នកផងហើយក៏មានមិត្តភ័ក្តិច្រើនផងដែរដូច្នេះចូលរក្សាទំនាក់ទំនងជាមួយមិត្តម្នាក់នោះអ្នកនឹងទទួលបានប្រយោជន៍ពីទំនាក់ទំនងនេះយល់សប្តិឃើញខ្លាឃ្មុំប្រែកាយជាមនុស្សហើយទំនងជាចង់ស៊ីមនុស្សហើយអ្នកនៅជិតនោះបង្ហាញថាអ្នកចង់ស្គាល់មិត្តច្រើនហើយស្ញប់ស្ញែងអ្នកដែលមានមិត្តភ័ក្តិច្រើនប៉ុន្តែបារម្ភត្រូវរងគ្រោះដោយមិត្តជិតស្និទ្ធសុបិនឃើញភ្នំជីវិតនឹងបដូរពីគ្រោះមកជាលៀបវិញប្រជាជនខ្មែរតែងមានជំនឿលើសុបិនដែលទាក់ទងនឹងការធ្វើដំណើរទៅកន្លែងផ្សេងៗនៅក្នុងនោះសុបិនឃើញភ្នំគេមានជំនឿថាអាចបង្ហាញពីព្រឹត្តិការណ៍មួយចំនួនដែលនឹងកើតមានឡើងនាពេលអនាគតដែលវាមានទាំងទំនាយល្អនិងអាក្រក់អាស្រ័យលើទិដ្ឋភាពនៃសុបិនដូចខាងក្រោមសុបិនឃើញភ្នំដ៏ស្រស់ស្អាតប្រសិនបើសុបិនឃើញទេសភាពមានភ្នំទន្លេទឹកជ្រោះឬសមុទ្រមករួមគ្នានោះជាសុបិនល្អអ្នកនឹងមានសន្តិភាពទាំងផ្លូវចិត្តនិងផ្លូវកាយចំពោះការងារនិងហិរញ្ញវត្ថុនឹងរលូនល្អដូចទឹកហូរគ្រប់យ៉ាងនឹងជោគជ័យក្នុងអ្វីដែលអ្នកបានគិតបើកំពុងមានជំងឺស្រាលវានឹងជាសះស្បើយក្នុងអំឡុងពេលនេះសុបិនឃើញភ្នំធំមួយឬជួរភ្នំបើសុបិនឃើញជួរភ្នំធំលាតសន្ធឹងជាជួរយ៉ាងវែងនោះវាកំពុងបង្ហាញអ្នកអំពីបញ្ហាឬឧបសគ្គដែលអាចកើតមាននាពេលអនាគតអ្វីដែលអ្នកគិតថានឹងធ្វើអាចនឹងត្រូវបោះបង់ចោលឬនិយាយម្យ៉ាងទៀតថាបរាជ័យរងចាំតោងអ្នកជាប់ក្នុងវិស័យការងារអាចមានការផ្លាស់ប្ដូរទីតាំងដែលធ្វើឲ្យអ្នកកាន់តែនឿយហត់ទ្វេដងសុបិនឃើញថ្មភ្នំរលំឬរលើងទំនាយថាការផ្លាស់ប្ដូរទាំងឡាយនៅក្នុងជីវិតពិតមិនថាការងារឬផ្ទះសម្បែងនឹងប្ដូរពីគ្រោះមកជាលៀបវិញសុបិនឃើញភ្នំសុទ្ធតែអពើសកំឡុងពេលនេះការធ្វើដំណើរទៅទីជិតទីឆ្ងាយនឹងប្រកបដោយលាភសំណាងរួមទាំងការទទួលបានដំណឹងល្អពីសាច់ញាតិឬមិត្តភ័ក្តិទៀតផងសុបិនឃើញខ្លួនឯងឡើងភ្នំវាជាសុបិនល្អព្យាករណ៍ថាអ្នកនឹងផុតទុក្ខភ័យហើយទទួលបានមកវិញនូវជោគជ័យព្រមទាំងលាភសក្ការៈពីការខំប្រឹងរបស់អ្នកយល់សប្តិជួយសង្គ្រោះមនុស្សលង់ទឹកឬឃើញខ្លួនឯងលង់ទឹកមានន័យយ៉ាងណាយល់សប្តិចង់ជួយសង្គ្រោះមនុស្សលង់ទឹកឬឃើញខ្លួនឯងលង់ទឹកគឺជាសប្តិដែលប្រជាជនកម្ពុជាជឿថាបង្ហាញពីព្រឹត្តិការណ៍មួយចំនួនដែលអាចនឹងកើតឡើងនាពេលអនាគតយោងទៅតាមជំនឿនៃការទស្សន៍ទាយថាតើវាល្អឬអាក្រក់ក៏អាស្រ័យលើធម្មជាតិនៃសុបិនឃើញជួយសង្គ្រោះមនុស្សលង់ទឹកវាជាសុបិនល្អក្នុងអំឡុងពេលនេះអ្នកទទួលបានលាភសំណាងមិនថាអ្នកធ្វើអ្វីទេកុំបារម្ភព្រោះនឹងមានមនុស្សមកជួយឬនាំយកអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួនអ្នកមកឲ្យអ្នកយល់សប្តិឃើញសង្គ្រោះមនុស្សលង់ទឹក2នាក់ទោះទីថាការងារខាងមុខទោះបីហត់បន្តិចប៉ុន្តែឆាប់នេះវានឹងទទួលបានជោគជ័យមានអ្នកចាស់ទុំជួយជ្រោមជ្រែងចំណែកមិត្តភ័ក្តិរួមការងារវិញមានការគាំទ្រខ្លាំងដូចគ្នាយល់សប្តិឃើញសង្គ្រោះមនុស្សលង់ទឹក3នាក់ទោះទីថាអាចនឹងមានរឿងពិបាកគិតច្រើនព្រោះអ្នកត្រូវទទួលបន្ទុកជាច្រើននិងមានមនុស្សមករកជំនួយហើយនាំមកនូវបញ្ហាអ្នកត្រូវតែគិតឲ្យហ្មត់ចត់មុននឹងជួយអ្នកណាម្នាក់ក្នុងអំឡុងពេលនេះត្រូវប្រយ័ត្នចំពោះសុខភាពរបស់មនុស្សធំនៅក្នុងផ្ទះផងដែរយល់សប្តិឃើញខ្លួនឯងលង់ទឹកទោះទីថាអ្នកដែលចង់វិនិយោគ
សូមបន្ថយល្បឿនសិនដោយសារតែក្នុងអំឡុងពេលនេះផ្លូវអាចមិនភ្លឺប្រសិនបើមានពេលទំនេររកឱកាសធ្វើបុណ្យនិងបរិច្ចាគដល់សប្បុរសធម៌ធ្វើសមាធិដើម្បីជំរះចិត្តហើយមកគិតពីដំណោះស្រាយចំពោះបញ្ហាផ្សេងៗឲ្យកាន់តែប្រសើរយល់សប្តិឃើញក្មេងធ្លាក់ចូលទឹកទោះទីថានឹងមានការផ្លាស់ប្ដូរធំនៅក្នុងជីវិតប៉ុន្តែត្រូវប្រយ័ត្នចំពោះការចំណាយលុយកុំចំណាយលើសនាំឲ្យខ្វះខាតថ្ងៃមុខយល់សប្តិឃើញសត្វអណ្ដែតក្នុងទឹកមានន័យថាអ្នកនឹងអាចទំនាក់ទំនងជាមួយជនបរទេសអំពីការងារនៅពេលនេះមានលក្ខណៈវិនិច្ឆ័យថានឹងមានជំងឺមួយចំនួនដូច្នេះគួរតែងាកមកថែរក្សាសុខភាពខ្លួនឯងជាការសំខាន់បំផុតមានន័យយ៉ាងណាបើអ្នកយល់សប្តិឃើញព្រះអាទិត្យនិងព្រះច័ន្ទមនុស្សយើងពេលគេងតែយល់សប្តិឬសុបិនឃើញអ្វីមួយខ្លះចាំបានខ្លះចាំមិនបានឬចាំបានខ្លះហើយពេលភ្ញាក់មកតែងចង់ដឹងថាតើសុបិនទាំងនោះមានន័យយ៉ាងណាក្នុងនោះមានខ្លះគ្រាន់តែគិតថាវាគឺជាសុបិនគ្មានអ្វីធំដុំទេប៉ុន្តែក៏មានអ្នកខ្លះគិតចង់រកដើមហេតុនៃការកេងយល់សប្តិទាំងនោះដូច្នេះប្រសិនបើអ្នកយល់សប្តិឃើញព្រះអាទិត្យនិងព្រះច័ន្ទតើមានន័យយ៉ាងណានោះ 1. ការបកស្រាយសុបិនឃើញព្រះអាទិត្យសុបិនឃើញព្រះអាទិត្យតាមការទស្សន៍ទាយសុបិននេះថាអ្នកនឹងមានអំណាចមនុស្សខ្លាចសត្រូវមកពីមុខរំលងសត្រូវមកពីខ្នងនិងរលាយ 2. ការបកស្រាយសុបិនឃើញព្រះច័ន្ទការបកស្រាយសុបិនប្រសិនបើអ្នកសុបិនឃើញព្រះច័ន្ទធំភ្លឺនៅលើមេឃដូច្នេះសូមជឿនៅអ្វីដែលអ្នកគិតអ្វីដែលអ្នកសង្ឃឹមថានឹងវាសម្រេចបានអ្នកអាចនឹងទទួលបានលាភសំណាង